จุกมุ้ยอัดเข้ามาเลี้ยน50,000เตะตัวลางดัน150ก็อัดใบคลั่งได้มันดีมาดอง300กิโล500กิโลចាជម្រាបសួរអ្នកមីងចាបងប្អូននៅថ្ងៃនេះបានមកជួបអ្នកមីងវីដែលជាកសិករចិញ្ចឹមជ្រូកនៅក្នុងភូមិអីគេភូមិកូនព្រំឃុំថាបតីស្រុកកោះកឡខេត្តបាត់ដំបងបងប្អូនឃើញជ្រូករបស់គាត់អញ្ចឹងអានេះទើបនឹង3ខែ3ថ្ងៃទេហើយអ្នកមីងខ្លាំងមែនតើបងប្អូនចង់និយាយថាគាត់ចិញ្ចឹមជ្រូកចំណាយពេលត្រឹមតែ4ខែ10ថ្ងៃទៅជ្រូករបស់គាត់គឺ130គីឡូ130ទៅ35គីឡូអញ្ចឹងថ្ងៃនេះបានមកជួបគាត់ចង់ឲ្យគាត់ចែករំលែកពីរបៀបនៅក្នុងការចិញ្ចឹមជ្រូកក៏ដូចជាការលាយចំណីណាមីងណាអញ្ចឹងមុនចូលដល់ការលាយចំណីចង់សួរបទពិសោធន៍ខ្លះសិនពីព្រោះថាជាក់ស្ដែងមកដល់ឃើញជ្រូកអ្នកមីងច្រើនណាស់មានតាំងពីមេពូជនិងជ្រូកសាច់ទាំងអស់ប្រហែលក្បាលដែរអ្នកមីងទាំងអស់ជ្រូកសាច់វា36ក្បាលហើយមេ5ទេមេ5ក្បាលនោះអ្នកមីងផលិតកូនដើម្បីចិញ្ចឹមសាច់តែខ្លួនឯងទេឬក៏យើងមានលក់កូនដែរនិយាយទៅខ្ញុំបើច្រើនអញ្ចឹងទៅវាលើសដែរខ្ញុំរត់អត់រួចអញ្ចឹងខ្ញុំលក់ខ្លះដែរកូនចាហើយកូនស្អាតអញ្ចឹងលក់បានថ្លៃលក់បាន130,000ដែរខ្ញុំលក់ឲ្យទៅខាងអ្នកហប់ចា30,000ដែរ30,000អ្នកមីង30,000ថ្លៃអីអ្នកមីងថាដែរទៀតតែនេះជ្រូកអ្នកមីងគឺខ្នាតហ្នឹងហ្មងបើទុកដល់4ខែ10ថ្ងៃគឺ130ទៅ35ជ្រូកមួយអត់ក្រោមគឺ1លានកន្លះខ្ញុំឃើញជ្រូកមួយអត់ក្រោម1,50,000ទេអូអញ្ចឹងអ្នកមីងចង់និយាយថាបងប្អូនហើយជ្រូកឡើងដល់គីឡូ130 140វាធំខ្លាំងណាហើយវាលឿនទៀតអញ្ចឹងវាបែកខ្លាញ់តែសម្រាប់ជ្រូកអ្នកមីងសម្រាប់ជ្រូកខ្ញុំគឺអត់មានបែកខ្លាញ់ទេបើមិនជឿទេឈ្មោះវត្តនៅកាត់ជ្រូកខាងស្រុកមកវិស័យចាគាត់តែងថាជ្រូកមីងសាច់ថាស្អាតជាងជ្រូកក្រុមហ៊ុនទៀតសាច់ស្ងួតហើយក៏ហមហ្មងគាត់កាប់ហើយក៏តែតែឆាតឲ្យយើងមើលវិញពីសាច់ជ្រូករបស់យើងមុនដំបូងខ្ញុំថាចេះអូនឯងមួយថ្ងៃហើយមួយថ្ងៃទៀតឯងប្រយ័ត្នតែមកប្រយ័ត្នប្រកែកថាបែកខ្លាញ់ទៅជ្រូកមួយថ្ងៃខ្ញុំធានាខ្ញុំមើលទោះឡើងដល់150ក៏អត់បែកខ្លាញ់ដែរមិនឯងបាច់ភ័យទេដល់បែកខ្លាញ់ខ្ញុំអ្នកយកទៅមិនឯងភ័យម៉េចអូចាំពិសេសទេបងប្អូនដល់ជាអ្នកទិញកាប់ហ្នឹងអ្នកធានាឲ្យមីងវិញចង់ឲ្យមីងចែករំលែកបទពិសោធន៍បន្តិចតែមីងចាំមេជ្រូកមិនទៅផលិតកូនបានល្អចេះមើលទៅថោឲ្យវាឃ្លាវខ្លាសំខាន់លក់បានថ្លៃបងប្អូនខ្ញុំចែកមេវាពេលដែលខ្ញុំមើលដាក់បាហើយដាក់ស្វែមហើយចឹងខ្ញុំមើលរយៈពេលបាន1ខែខ្ញុំចាប់ឲ្យ5ឲ្យស៊ីមេចំណី171ក្រុមហ៊ុន Actifit ចាចំណីមេផើមហ្នឹងចាខ្ញុំលាយឲ្យស៊ីចឹងទៅជោគកតុមកជោគគេខ្ញុំដាក់ចំណីមកក្តាប់ចឹងទៅដាក់ឲ្យស៊ីរហូតដល់វាកើតបានខ្ញុំប្រើចំណីទឹកដោះក្រុមហ៊ុន Actifit ហ្នឹងតាំងពីកើតមករហូតដល់ប៉ុណ្នេះវាបានមួយខែ14ថ្ងៃមួយខែ14ថ្ងៃបើប៉ុណ្ណឹងចាដល់អាយុប៉ុណ្ណឹងអ្នកមីងឲ្យវាស៊ីចំណីអីគេពីរៀនស៊ីដល់20គីឡូពីរៀនស៊ីដល់20គីឡូគឺដាក់ចំណីកូនជ្រូកហ្នឹងមកចំណីកូនជ្រូកហ្នឹងរហូតខ្ញុំស៊ីកូនជ្រូកមួយស៊ី1ការុងអញ្ចឹងទៅវាលូតលាស់លឿនវាអាចឡើងដល់25គីឡូដល់30គីឡូបើយើងដាក់1ការុងអូអញ្ចឹងអ្នកមីងវល់ប៉ុណ្ណឹងហ្មងដូចថាក្នុងនេះ5 10ក្បាលដាក់5 10ការុងទៅអូចាដល់អាយុនេះយើងត្រូវគ្រាវតាំងពីពេលហ្នឹងទៅឬក៏យ៉ាងម៉េចមីងបាក់សាំងគ្រាវតាំងពីកើតបានរយៈពេល10ថ្ងៃអូគ្រាវហើយចាក់មកជុលហ្នឹងទៅវាតែ2 3ថ្ងៃគ្រាមអស់ចាជួការធ្វើបាក់សាំងនេះមីងការធ្វើបាក់សាំងបើផ្លូវដង្ហើមខ្ញុំធ្វើបើកើតសុខភាពល្អរយៈពេល10ថ្ងៃខ្ញុំធ្វើផ្លូវដង្ហើមប៉ុន្តែបើសុខភាពវាសូវល្អកូនជ្រូកនឹងវាជួបរាកជួបអីដល់ទៅពេលវាកន្លះខែដល់ខ្ញុំធ្វើផ្លូវដង្ហើមចាតែ2 ដងហ្នឹងឯងមីងមកវត្តវាអត់ទេចាក់3 ដងចាក់ផ្លូវដង្ហើមហើយចាក់ប៉េះអូយេស្គីជ្រូកត្រង់ហ្នឹងខ្ញុំប្រើបាក់សាំង3មុខចាអញ្ចឹងវាមានការចូលរួមការធ្វើបាក់សាំងពីអ្នកមីងដែរល្អមែនទេបងប្អូនតើឥឡូវយើងទៅមើលពីរូបមន្តលាយរបស់អ្នកមីងទាំងអស់គ្នាចាបងប្អូនទាំងគ្នានៅខាងមុខខ្ញុំហើយនិងអ្នកមីងវិញគឺសុទ្ធសឹងតែជាវត្ថុធាតុដើមសំខាន់សម្រាប់ការផ្សំចំណីជ្រូកសាច់ចាប់ពីគីឡូ20ដល់លក់2គីឡូ20ដល់លក់ហើយរយៈពេលចន្លោះពី4ខែទៅ4ខែ10ថ្ងៃនេះមីងណាខែ
3 ខែ 20 ថ្ងៃទៅ 4 ខែ 10 ថ្ងៃ ចានឹងយើងអាចចាប់លក់បានហើយ លក់បាន អញ្ចឹងយើងមកមើលទាំងអស់គ្នាថាតើដើម្បីលាយចំណីជ្រូកសាច់ឲ្យមានគុណភាពល្អបញ្ជាក់ប្រាប់បងប្អូនណាធំលឿនហើយមិនមែនបែកខ្លាញ់គឺសាច់ណែនល្អហ្មងចាអញ្ចឹងមានអីគេខ្លះដែរអ្នកមីងដើម្បីលាយចំណី ខ្ញុំលាយជាធម្មតាខ្ញុំតែងតែលាយកន្ទក់100 ជី162នេះ2ការុង ចា ហើយវីតាមីន1កញ្ចប់ហើយនឹងមេចំណី AG 168ហ្នឹង1ការុង 1ការុងដែរ ចាអញ្ចឹងសម្រាប់កន្ទក់គឺយើងប្រើកន្ទក់លេខ1ណាមីងណាកន្ទក់លេខ1ចំនួន100គីឡូចាអញ្ចឹងយើងលាយច្បល់ចូលគ្នាចាលាយច្បល់ចូលគ្នាឲ្យសព្វទៅយើងច្រកចងការុងទុកពេលស៊ីយើងជោគដាក់ឲ្យស៊ីបណ្ដោយ អញ្ចឹងណាមីងមិនមែនយើងលាយម្ដងដាក់វាស៊ីម្ដងឯង អត់ទេលាយចូលគ្នាថាខ្ញុំលាយម្ដង300គីឡូ500គីឡូអញ្ចឹងខ្ញុំលាយហើយខ្ញុំចងបាត់ការុងទុកហ្នឹងទៅចាពេលស៊ីខ្ញុំដួសដាក់ឲ្យស៊ីរយៈពេលយើងលាយឧទាហរណ៍ថាសម្រាប់ទុកប្រហែល5-10ថ្ងៃឬក៏10ថ្ងៃអញ្ចឹងទៅចាជុំមិនមីងបើយើងទុកយូរអញ្ចឹងវាអត់ខូចគុណភាពទេ អត់ខូចគុណភាពទេនៅតែល្អយើងចងការុងជាប់ហើយវាអត់អីទេចាតែអ្នកមីងផ្ដើមចេញពីលក់មុនឬក៏អ្នកមីងចិញ្ចឹមជ្រូកមុន ខ្ញុំផ្ដើមចេញពីចិញ្ចឹមស៊ីខ្លួនឯងមុនសិនឃើញថាវាល្អហើយបាទខ្ញុំដាក់យកមកលក់ ចាហើយក៏ដាច់ដឹងពីពេលហ្នឹងទៅបងប្អូនមិនមែនលក់តែចំណីទេណាលក់ដល់ចាអាហារបំពន់ថ្នាំស្លាប់មេរោគចាជាពិសេសអាថ្នាំ Ecosit ក្រុមហ៊ុន Agifit ហ្នឹងគឺបាញ់សម្លាប់មេរោគតាមត្រង់ហ្នឹងគឺប្រកែបដោយអូកាលនៅខាងភ្នំតាប្ដែនេះគេផ្ទុះជំងឺគ្រប់ត្រង់អាប៉េះអាព្រិចហ្នឹងណាប៉ុន្តែជ្រូកខ្ញុំអត់មានផ្ទុះជំងឺអីទេខ្ញុំបាញ់ថ្នាំហ្នឹងឯងវាកាត់បន្ថយរុយហ្មងនិយាយទៅបាញ់ទៅអាកតាជំងឺនោះវាឆ្លងតាមសត្វរុយសត្វអីហ្នឹងឯងចាពួកតាមផ្លូវដង្ហើមកាលណាតែមានរុយមានរោគអីប្រហែលដបទៅអ្នកមីងដើម្បីការពារឬក៏បាញ់រៀងរាល់ប្រហែលថ្ងៃម្ដងមិននិយាយរឿងដបអត់កម្រិតទេព្រោះអីដបយើងមិនមែនប្រើមួយថ្ងៃនឹងអស់ហើយណាប្រើបានជិតមួយខែដែរយើងលាយទឹកហើយយើងបាញ់ចាលាយទឹកមួយអាទិត្យបាញ់ម្ដងឬបើកាលផ្ទុះខ្លាំងខ្ញុំបាញ់3ថ្ងៃទៅ5ថ្ងៃខ្ញុំបាញ់ម្ដងចាហ្នឹងគ្រាន់តែជាចំណុចតិចឯណាបងប្អូនកុំមើលរំលងហើយអ្នកមីងបើតាមស្ដាប់ទៅបងប្អូនពីដើមដល់ចប់សង្ឃខ្លាំងជាងពេទ្យសាស្ត្រទៀតព្រោះឥឡូវកសិករនៅតំបន់នេះគឺតែមានបញ្ហាព្រោះកន្សែលមួយអ្នកមីងគាត់មកសួរនាំអញ្ចឹងទៅឈឺទៅបើគាត់ចេះចាក់ខ្ញុំឲ្យខ្លាំងទៅគាត់អញ្ចឹងទៅក៏ខ្ញុំទេបើកន្លែងណាខ្ញុំអត់ច្បាស់ខ្ញុំអត់យល់អញ្ចឹងក៏ខ្ញុំទេសួរលោកគ្រូអញ្ចឹងលោកគ្រូគាត់ប្រាប់មកខ្ញុំប្រាប់ទេជនបន្តអញ្ចឹងទៅអូចាអញ្ចឹងមានលោកគ្រូធំនៅពីក្រោយចាមានលោកគ្រូធំនៅពីក្រោយអញ្ចឹងនៅថាបើថាកន្លែងណាយើងមិនចេះទាំងអស់ទេអ្នកមីងណានិយាយរួមទៅដល់ពេលជ្រូកឈឺអញ្ចឹងគ្នាវាអត់ចេះទេណាចាអ្នកមីងបានយើងទៅចាក់ឲ្យគ្នាអដែរយើងគិតថាយើងពេលខ្លះដែលយើងចំណេញពីចំណីអាឆ្នាំតិចតួចវាអត់អស់ប្រហែលតែយើងជួយគ្នាតែដែលគ្នាអត់ចេះចាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេអ្នកមីងចាអរគុណច្រើនអ្នកមីងដែលបានចែករំលែកចំណេះដឹងល្អមែនតើដល់កសិករយើងដែលគាត់ថាមើលវីដេអូនេះឲ្យបងប្អូនអាចទៅលាយចំណីជ្រូកអញ្ចឹងឲ្យបានប្រហែលអ្នកមីងឬក៏ទៅឲ្យបានលើអ្នកមីងព្រោះអ្នកមីងចែករូបមន្តប្រថាប្រចាំតកូលគាត់ហើយអ្នកមីងចិញ្ចឹមច្រើនឆ្នាំហើយជួយកសិករនៅក្នុងតំបន់នេះក៏ដូចជាបងប្អូនគាត់ឲ្យកបជាមួយនឹងរបរចិញ្ចឹមជ្រូកនឹងច្រើនមែនតើអញ្ចឹងបងប្អូនមើលឲ្យត្រូវតែធ្វើតាមអញ្ចឹងអរគុណច្រើនអ្នកមីងចាដែលបានចំណាយពេលដែលមានតម្លៃចែករំលែកបទពិសោធន៍ដ៏ល្អដែលមានប្រយោជន៍ទៅដល់កសិករខ្មែរយើងអញ្ចឹងបើសិនបងប្អូនដែលរស់នៅក្នុងស្រុកកោះកឡូនេះត្រូវការចំណីចាត្រូវការចំណីសត្វ Agifit មិនថាលេខប្រមាណទេគឺអ្នកមីងមានលក់ទាំងអស់គឺចាប់ពីកូនជ្រូកមេជ្រូកជ្រូកសាច់គឺមានទាំងអស់ហើយមួយទៀតអ្នកមីងមានមួយសេតមកមានទាំងថ្នាំមានទាំងអីគេអាហារបំពន់មានទាំងថ្នាំព្យាបាលហើយមានទាំងថ្នាំការពារបាញ់ការពារត្រង់ផងដែរនិយាយទៅមានមកចាប់នៅក្នុងរបរចិញ្ចឹមជ្រូកហ្នឹងហ្មងចាបងប្អូនអាចមករកបានហើយមួយទៀតបើសិនបងប្អូននៅតំបន់ផ្សេងអាចរកទិញចំណីរបស់ Agifit បាននៅតាមដេប៉ូដែលនៅជិតបងប្អូនឬក៏អាចទំនាក់ទំនងទៅក្រុមហ៊ុន Agifit តាមរយៈលេខទូរស័ព្ទដែលខ្ញុំមានដាក់នៅក្នុង comment ខាងក្រោមវីដេអូនេះជួបខ្ញុំធ្វើនៅវីដេអូក្រោយចាអរគុណ